ខ្ញីជារុក្ខជាតិមើមមួយប្រភេទដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទាំងក្នុងម្ហូបអាហារនិងជាឱសថបុរាណតាំងពីយូរលង់ណាស់មកហើយវាមានផ្ទុកសារធាតុជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់របស់ខ្ញី 1. បំបាត់ការក្អួតចង្អោរខ្ញីមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការក្អួតចង្អោរដែលបណ្ដាលមកពីការចាញ់កូនពេលមានផ្ទៃពោះការពោលរថយន្តឬការធ្វើដំណើរការព្យាបាលដោយប្រើគីមី chemotherapy ក្រោយការវះកាត់ 2. កាត់បន្ថយការឈឺចាប់និងរលាកខ្ញីមានសារធាតុប្រឆាំងការរលាកខ្លាំងដែលអាចជួយកាត់បន្ថយការឈឺចាប់ដូចជាការឈឺចាប់សាច់ដុំក្រោយការហាត់ប្រាណការឈឺចាប់សន្លាក់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់ osteoarthritis ការឈឺចាប់ពេលមករដូវ 3. ជួយដល់ប្រព័ន្ធរំលាយអាហារខ្ញីជួយជំរុញការផលិតទឹកមាត់និងទឹកក្រពះដែលជួយសម្រួលដល់ការរំលាយអាហារវាក៏អាចជួយបំបាត់អាការៈហើមពោះឧស្ម័ននិងការពិបាករំលាយអាហារផងដែរ 4. ពង្រឹងប្រព័ន្ធភាពស៊ាំខ្ញីមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងបាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយនិងការពារពីជំងឺផ្ដាសាយឬឆ្លងមេរោគផ្សេង 5. ល្អសម្រាប់សុខភាពបេះដូងការសិក្សាខ្លះបានបង្ហាញថាខ្ញីអាចជួយបន្ថយកម្រិតជាតិខ្លាញ់និងជាតិស្ករក្នុងឈាមដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 6. អាចជួយការពារជំងឺមហារីកសារធាតុមួយចំនួនដែលមានក្នុងខ្ញីដូចជា gingerol ត្រូវបានគេសិក្សាថាអាចមានឥទ្ធិពលប្រឆាំងនឹងកោសិកាមហារីកមួយចំនួន 7. ជួយដល់សុខភាពមាត់ធ្មេញសារធាតុក្នុងមើមខ្ញីអាចជួយប្រឆាំងការឆ្លងមេរោគនិងការរលាកក្នុងអញ្ចាញធ្មេញចំណាំទោះបីជាខ្ញីមានអត្ថប្រយោជន៍ច្រើនក៏ដោយក៏អ្នកគួរតែប្រុងប្រយ័ត្នដែរជាពិសេសចំពោះស្ត្រីមានផ្ទៃពោះអ្នកមានជំងឺប្រចាំកាយឬកំពុងប្រើថ្នាំដទៃទៀតក្នុងករណីខ្លះខ្ញីអាចមានផលរំខានដូចជាក្រហាយទ្រូងរាកឬមិនស្រួលពោះដូច្នេះវាជាការល្អប្រសិនបើអ្នកពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញមុននឹងប្រើប្រាស់ខ្ញីជាឱសថ